នេះប្រភេទផៅបុកបងប្អូនយើងប្រើនៅពេលដាច់ភ្លើងដោយឥឡូវនេះគឺខ្ញុំដាច់ភ្លើងចាអត់មានភ្លើងទេឥឡូវដាច់ភ្លើងណាអញ្ចឹងយើងប្រើជាមួយនឹងប្រភេទផៅបុកអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់ត្រូវការពេលដាច់ភ្លើងចានៅផ្ទះមានកូនតូចអីឬក៏បងប្អូនត្រូវទៅដើរលេងចាបោះតង់បោះជំរំអីចង់បានប្រភេទផៅបុកទូចល្មមសម្រាប់ឲ្យយើងអាចដោតភ្លើងពុះភ្លើងទាំងហាលចាបាន3 4ម៉ោងអីចាប្រើប្រភេទនេះបានណាបើមិនសិនជាបងប្រើដូចខ្ញុំចេះខ្ញុំសាកមកពេញ 100% ចាអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំប្រើបាន2ម៉ោងហើយចាខ្ញុំប្រើបាន2ម៉ោងហ្នឹងណាចាខ្ញុំប្រើបាន2ម៉ោងហើយព្រោះដាច់តាំងពីម៉ោង10ចាអញ្ចឹង2ម៉ោងហ្នឹងគឺនៅសល់ 26% ទៀតចាអញ្ចឹងដោយសារបើខ្ញុំប្រើអំពូលនោះគឺស៊ី80វ៉ាត់ហើយស៊ីខ្លាំងមកអំពូលនោះចា80វ៉ាត់ហើយទាំងហាលនេះ45វ៉ាត់ចាចាសម្រាប់ផៅបុកយើងគឺចេញ300វ៉ាត់ជាងណាចា300វ៉ាត់សំទោ300វ៉ាត់ប៉ុន្តែមិនមែនបានន័យថាបងប្អូនប្រើអស់ហ្មងទេបើបងប្អូនប្រើអស់ថ្មក៏វាឆាប់អស់ដូចគ្នាចាកាលណាយើងប្រើសម្ភារៈកាន់តែតិចយើងប្រើបានកាន់តែយូរម៉ោងដូចផៅវិញយើងសាកថ្មទូរស័ព្ទដែរចាដូចគ្នាចឹងអត់ខុសគ្នាណានៅលើហ្នឹងវាមានបង្ហាញភាគរយហើយយើងអាចប្រើភ្លើងរត់របស់យើង220ចាហើយយើងអាចដោតសាកទូរស័ព្ទដៃតាមរយៈ Type C ក៏បានចាបងប្អូនអាចប្រើតាមរយៈ USB យើងមាន USB 3ចុចចាប្រភេទ fast charge ចាមានដល់2រុនចាហើយអានេះគឺយើងសម្រាប់ដោតឧបករណ៍គ្រឿងអេឡិចត្រូនិកពី10វ៉ុលដូចជាម៉ាស៊ីនបូមតលីឡានអីហ្នឹងគឺយើងឬក៏និយាយទៅឲ្យប្រើដូចមូចាគឺប្រើបានហើយគ្រាន់ថាយើងត្រូវចុចអានេះមួយដើម្បីវាដំណើរការហូតមូនេះណាចាហើយសម្រាប់អានេះគឺយើងអាចប្រើជាមួយនឹងគេដាក់ថា MPPT ហ្នឹងគឺសម្រាប់ solar ប្រភេទផ្ទាំង solar ចល័តណាចាអញ្ចឹងសម្រាប់ផ្ទាំង solar ចល័តគឺដូចវាមូអញ្ចឹងចាអញ្ចឹងបងប្អូនយកមកដោតមកអាចបញ្ចូលផងហើយអាចប្រើផងបានន័យថាបងប្អូនអាចប្រើវាយកថាមពលចេញពី solar ចូលមកវាមកចាសាកបញ្ចូលវិញណាសាកបញ្ចូលវិញហើយកន្លែងនេះគឺកន្លែងសាកថ្មវាចាសាកបញ្ចូលវិញនៅពេលដែលមានភ្លើងរត់យើងមកវិញហ្នឹងគឺយើងអាចសាកបញ្ចូលបាននិយាយទៅប្រភេទនេះ fast charge បងសាកតែ2ម៉ោង3ម៉ោងគឺពេញណាបើសិនជាយើងសាកតាមរយៈខ្ទុយបរិយឡានគឺអាចចូលប្រហែលជា3ម៉ោង4ម៉ោងចាតែបើសាកភ្លើងផ្ទះយើង2ម៉ោងកន្លះអីគឺពេញហើយចា 100% ណាហើយ lifetime recycle នៃប្រភេទថ្មវាខាងក្នុងហ្នឹងគឺរហូតដល់ទៅ 3000 ដងចា 3000 ដងបើយើងគិតជានេះប្រហែលចូល3ឆ្នាំ4ឆ្នាំហ្នឹងបងប្អូនចាបើន័យថាបើសិនជាយើងគិតថាមួយថ្ងៃយើងសាកម្ដងណាចា lifetime របស់វាគឺ recycle វាបានរហូតដល់3000 ដងចា3000 ដងណាចាហើយនៅខាងក្រោយនេះក៏វាមានជាអំពូលដែរចាវាមានជា LED ពូសម្រាប់យើងប្រើនៅពេលដាច់ភ្លើងអីឃើញទេចាហើយភ្លឺខ្លាំងអញ្ចឹងអានេះពិសេសហ្មងសម្រាប់អ្នកដែលគាត់បោះតង់បោះជំរំអីអញ្ចឹងទៅក៏ត្រូវការទូចល្មមអត់ធំពេកអីចឹងងាយស្រួលយកតាមខ្លួនស្រួលយួរអញ្ចឹងអានេះ2គីឡូជាងណាចាថាប្រហែលជា2គីឡូ7 2គីឡូ8ចាមកគ្រឿងនេះណាទូចល្មមមែនតែនហើយស្អាតជ័រវាមកក្រោយនេះគឺស្អាតខ្លាំងហ្មងចាតម្លៃវា$150 free ដឹកផ្ញើតាមខេត្ត25ខេត្តក្រុងណាហើយសម្រាប់ហាងនៅផ្លូវលោកឧស័យផ្លូវ125តែលេខ25ស្កាត់បងផលិតខណ្ឌ7មករាសម្រាប់បងប្អូនណាដែលគាត់ចង់មកតេស្តអវ៉ាន់ផ្ទាល់គាត់អាចមកតេស្តបានណាអវ៉ាន់នេះគឺអវ៉ាន់ថ្មីតែម្ដងចាតែម្ដងអានេះគេភ័យគេលក់ដូចជា200ជាងបង200ស្ដើងតែនេះខ្ញុំលក់150ណាចា$150នេះចេញបាន300វ៉ាត់ហើយសម្រាប់តាក់ទងមួយថ្មរបស់វាគឺឈប់ខ្ញុំមើលថ្មឲ្យខ្ញុំចង់ភ្លេចដែរអូនេះដាក់តាចានេះ spec របស់វានៅខាងក្រោមចានេះថ្មវាចាថ្មវា192វ៉ាត់ម៉ោង192វ៉ាត់ម៉ោងវាស្មើនឹង15000មីលីអាំពែអូអានេះថ្មវាសំទោសមក60000មីលីអាំពែចានេះខ្ញុំថតឲ្យចំឲ្យបងប្អូនតិចណា192វ៉ាត់ម៉ោងចាបើអគុយ15អាសណាបើនិយាយពីអាថ្មទូចហ្នឹងគេcalculate ទៅគឺ60000មីលីអាំពែចា60000មីលីអាំពែថ្មវាធំតាចា spec របស់វាគឺវាដាក់នៅបាតខាងក្រោមនេះឲ្យទាំងអស់ហ្មងណាចានេះ2គីឡូកន្លះចា2គីឡូកន្លះអូអានេះមកល្មមអានេះខ្ញុំប្រើពេលដាច់ភ្លើងចាខ្ញុំប្រើពេលដាច់ភ្លើងហើយនៅលើហ្នឹងមានអេក្រង់ឲ្យយើងមើលទៀតណានេះស្អាតតម្លៃវា$150ណាខ្ញុំប្រើបាន2ម៉ោងអីនៅសល់24អញ្ចឹងបើសិនជាយើងគិតប្រហែលជាយើងប្រើ2មុខហ្នឹងប្រើទាំងហាលមួយពូមួយចូលប្រហែលជា3ម៉ោងព្រោះដោយសារពូខ្ញុំវាស៊ីធំពេកចូល80វ៉ាត់ហើយទាំងហាលនេះ45វ៉ាត់អញ្ចឹងបើសិនជាបងប្អូនប្រើតែទាំងហាលមួយ45វ៉ាត់ដូចប្រភេទពួកហាត់តារីចា45វ៉ាត់35វ៉ាត់25វ៉ាត់ឬក៏ប្រភេទចានិយាយទៅ45វ៉ាត់ចូលក្រោមប្រភេទទាំងហាលឲ្យតែប្រភេទទាំងហាល45វ៉ាត់ចូលក្រោមប្រហែលជាអាចចូលល្បាក់ខ្ទង់បាន
3 ទៅ 4 ម៉ោងចន្លោះប៉ុណ្ណឹងណាព្រោះដោយសារធម្មតាទាំងហាយើងបើកលេខ 1 លេខ 2 លេខ 3 អញ្ចឹងតើកាលណាបងប្អូនបើកលេខកាន់តែធំទាំងហាវាចេញមកកាន់តែខ្លាំងបើន័យថា VC ថាមពលភ្លើងហ្នឹងក៏កាន់តែខ្លាំងដូចគ្នាចាអញ្ចឹង VC ខ្លាំងដូចគ្នាអញ្ចឹងថ្មវាឆាប់អស់ដូចគ្នាណាចាថ្មវាឆាប់អស់ដូចគ្នាអញ្ចឹងអាស្រ័យទៅលើការបើករបស់យើងព្រោះនេះខ្ញុំបើក speed លេខ 3 ចាខ្ញុំបើក speed លេខ 3 ទេទាំងហានេះគឺ C45 វ៉ាត់ហើយទាំងហាចិននេះចាអញ្ចឹងបើសិនជាបងប្អូនបើកលេខតិចវាអាចយូរជាងហ្នឹងទៅវាអាចចូលប្រហែលជានេះយើងប្រើ2មុខវាចូល2ម៉ោងថា3ម៉ោងអញ្ចឹងបើសិនជាយើងប្រើតាមមួយមុខប្រើតាមពូឬក៏ទាំងហាតាមមួយយើងអាចប្រើបានចន្លោះពី4ម៉ោងថា4ទៅ5ម៉ោងតាម speed បើយើងបើក speed លេខទៀបតែបើសិនជាយើងបើក speed លេខ 2 លេខ 3 អាហ្នឹងអាចចូលថា4ម៉ោងចុះ3ចន្លោះពី3ម៉ោងទៅ4ម៉ោងណាបងប្អូនណាចាព្រោះយើងអត់អាចថាត្រូវតែ fix ចេះហ្មងអត់ទេវាតាមឧបករណ៍ដែរដូចប្រភេទអំពូមកឃើញមិនអំពូតែ80វ៉ាត់ទេទូចទេប៉ុន្តែអំពូនេះភ្លឺ80វ៉ាត់ទេប៉ុន្តែវាស៊ីខ្លាំងហ្មងអំពូហ្នឹងណាចាវាស៊ីខ្លាំងហ្មង80វ៉ាត់ស៊ីខ្លាំងហីអំពូប៉ុននេះអីបងអំពូអាគោមអាជ័រមានឃ្លុំអាជ័រអាហ្នឹងស៊ីតិចទេតែ20វ៉ាត់អី10វ៉ាត់ទេអូចុះប្រើបានយូរម៉ោងហ្មងចាបងប្អូនបងតែគាត់លក្ខណៈថាគាត់នៅ Walk Street គាត់លក់លក្ខណៈឆ្លាតណាគឺខ្ញុំ recommend ឲ្យគាត់ប្រើអំពូបើសិនជាអំពូកាប់ប៉ិតបងយកអំពូគោមនេះអំពូគោមដូចចាអំពូគោមនេះអានេះស៊ីតិចណាពួកនេះចាពួកអាហ្នឹងស៊ីតិចឯងកុំយកពួកអាមុខចេះមុខចេះស៊ីខ្លាំងណាពួកនេះចាស៊ីខ្លាំងមែនតើស៊ីខ្លាំងណាស់ហ្នឹងអញ្ចឹងបងយកពួកទូនេះប្រើបានច្រើនហ្មងចាបងប្រើ2ប្រើ3អីចឹងទៅចាអញ្ចឹងវាអាចប្រើបានដែរបាន4ម៉ោងអីដែរចា4ទៅ5ម៉ោងអញ្ចឹងទៅចាទៅតាមអំពូយើងធំទូចស៊ីវ៉ាត់ធំទូចអញ្ចឹងណាចាបើនេះបានន័យថា80វ៉ាត់ហើយតាវានេះចាអញ្ចឹងបើ80វ៉ាត់យើងដកបើយើងដកដង្ហើចេញហើយប្រើតាវាមួយហ្មងអាចចូលបលបាក់ខ្ទង់ពី4ទៅ5ម៉ោងចន្លោះប៉ុណ្ណឹងចាប៉ុណ្ណឹងមិនល្មមប្រើហើយព្រោះយើងលក់ទីទូទៅលក់តាម Walk Street អីយើងលក់ប្រហែលប៉ុណ្ណឹង4ទៅ5ម៉ោងហ្នឹងឯងយើងលក់ពីម៉ោង7ហើយណោះតើយើងល្ងិតយើងចាប់ផ្ដើមដាក់អំពូអញ្ចឹងពីម៉ោង7រហូតដល់ម៉ោងនេះអញ្ចឹងទៅចាអញ្ចឹងប្រភេទនេះគឺតម្លៃរបស់វា$150ណាខ្ញុំបញ្ជាក់ហាងខ្ញុំគឺមានទីតាំងច្បាស់លាស់បងប្អូនអាចមកដល់ហាងបានសម្រាប់អ្នកដែលនៅតាមខេត្តបងប្អូនធ្លាប់ជាវអវ៉ាន់ហើយអត់អីទេអាចធ្វើការកម្មងបានធម្មតាតាមឆាតឬក៏តាម Telegram 077 24 088បញ្ជាក់ជូនបងប្អូនណាគឺពួកខ្ញុំអត់មានទីតាំងពី3កន្លែងទេខ្ញុំមានតែមួយទីតាំងហ្នឹងទេអត់មាននៅណាវែងឆ្ងាយគឺអត់ទេណាបងប្អូនអាចមកដល់រៀងរាល់ថ្ងៃហ្មងពីថ្ងៃចាស់រហូតដល់ថ្ងៃអាទិត្យមកធ្វើការពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចបញ្ជាក់ជូនបងប្អូនភាសាទៀតអានេះបងប្អូនមានសូឡាចល័តអាផ្ទាំងផ្ទាំងគេបាត់បានណាចាអាចដាក់សាកបញ្ចូលវាបានតាមសូឡាបានអញ្ចឹងសាកចូលសូឡាប្រហែលជាល្បាក់ខ្ទង់3ម៉ោងអីពេញ3ម៉ោងកន្លះទៅ4ម៉ោងគឺពេញហើយណាចាភ្លើងរត់យើងគឺយើងសាកតែ2ម៉ោងកន្លះគឺពេញសាកនៅកន្លែងខាងចាហៀងខាងនេះអានេះគឺយើងដោតព្រីខ្ញុំដោតព្រីដើម្បីខ្ញុំដោតឧបករណ៍បានច្រើន device អញ្ចឹងណាអញ្ចឹងខ្ញុំអាចសាកទូរស័ព្ទចាខ្ញុំអាចសាកដ្រូនទុយគេថតវីដេអូទុយបោះលេងឬក៏កុំព្យូទ័រ laptop អីគឺប្រើបានទាំងអស់តែម្ដងប្រភេទនេះគឺស៊េរីថ្មីចុងក្រោយ Bestie គឺទីផ្សារនៅអឺរ៉ុបគឺច្រើន Bestie ណាចាហើយជ័ររបស់វាគឺល្អមាំគឺយើងមិនភ័យខ្លាចរឿងឆក់ចាបើពួកយើងប្រើប្រភេទពួកដៃយើងហាញភ័យរឿងឆក់នេះអត់ទេគឺស្រូបជ័រចាអញ្ចឹងអត់អីសុវត្ថិភាពហ្មងនិយាយទៅសុវត្ថិភាពក្នុងការប្រើប្រាស់ហ្មងកូនក្មេងអីមិនភ័យទេណាអានេះនៅពេលដែលប្រើលើសវាអូបិទហ្មងចាអត់ប្រព័ន្ធវិទ្យារបស់វាគឺបិទអូតូហ្មងអត់ឲ្យប្រើទេចានៅពេលដែលយើងប្រើលើសចាអូខេអញ្ចឹងនៅពេលដែលបងប្អូនដល់ប្រើខ្ញុំឧទាហរណ៍ចាអញ្ចឹងនៅពេលដែលបងប្អូនដល់ប្រើនៅពេលដែលយកទៅប្រើអានេះខ្ញុំបិទណាឃើញល្ងិតឆឹងទៅអស់ចាល្ងិតឆឹងព្រោះដាច់ភ្លើងចាដាច់ភ្លើងតាំងពីព្រឹកមកម៉ោង10ដាច់ភ្លើងណាអញ្ចឹងនៅពេលបើកចុច1អញ្ចឹងអត់ទាន់នេះទេនេះឃើញទេចាចុចមកវាចេញ AC ចុចជាប់បើកណាបើសិនជាចុចនេះអត់នេះទេបងប្អូនចុច2ដងចុចជាប់អញ្ចឹងទៅគឺវាបើកដោយ AC មកនេះចាឃើញស្រួលមែនតើចឹងសម្រាប់បងប្អូនណាត្រូវការកម្មងយើងមានស្តុកស្រាប់ណាឥឡូវហ្នឹងហើយយើងមានការធានាទៅលើថ្មរយៈពេល3ខែចាមានបញ្ហាដូរថ្មអត់មានអស់លុយមកកាប់ម៉ាស៊ីនទេតែបើបងប្អូនយកទៅប្រើបានន័យថាជាទូទៅគឺបងប្អូនត្រូវសាកវាចោលដូចយើងសាកថ្មទូរស័ព្ទដៃយើងដែរអាចសាករាល់ថ្ងៃក៏បានបងប្អូនចង់សាកពីមួយអាទិត្យម្ដងក៏បានចាសាកវាចោលទៅដើម្បីឲ្យអានឹងដូចចិញ្ចឹមថ្មអញ្ចឹងចានិយាយទៅឲ្យតែប្រភេទប្រើគ្រឿងអេឡិចត្រូនិកឬក៏ប្រភេទប្រើថ្មត្រូវតែសាកបញ្ចូលវាទោះបីយើងអត់ប្រើក៏ដោយទុកចោលក៏ដោយក៏យើងត្រូវតែសាកបញ្ចូលវាដើម្បីឲ្យវាមាន recycle របស់វា
ចាអញ្ចឹងអត់អាចយកទៅទុកចោលទោះបីរបស់ថ្លៃប៉ុណ្ណាក៏ដោយណាខ្ញុំមិនដែរឲ្យភ្ញៀវយកទុកចោលទេចឹងបងប្អូនយកទៅសាកវាមួយទឹកសាកម្ដងមួយទឹកសាកម្ដងទោះបីជាវា100%ក៏ដោយយើងសាក1ម៉ោង2ម៉ោងចោលទៅចាដើម្បីឲ្យវា recycle វារហូតចាអញ្ចឹងអានេះប្រភេទដៃយួរចេះគឺស្អាតមែនតើហ្មងចានៅខាងក្រៅគឺស្អាតខ្លាំងហ្មងណាចាតម្លៃវា$150ចា150ហ្នឹងគឺអត់ធូរបងប្អូនអត់មាននេះទៀតទេឲ្យតែប្រភេទដៃជ័រអញ្ចេះណាចា150ហ្នឹងគឺធូរជាងគេចាព្រោះឆែកតម្លៃអស់ហើយហាក់មានណាធូរជាងហ្នឹងទៀតទេចាអញ្ចឹងបងប្អូនណាត្រូវការចាប់អារម្មណ៍អីអាចធ្វើការកម្មបានណាឬក៏ឆាតចូលទៅក្នុង Telegram 0772408ណាហើយបងប្អូននៅខេត្តអាចឆាតចូលក្នុង Telegram ក៏បានក្នុង Page ក៏បានចា Page ដែលបងប្អូនកំពុងតែមើលហ្នឹងហើយខ្ញុំបញ្ជាក់ណាហាងគឺមានតែមួយទីតាំងទេនៅផ្លូវភ្លុកអូស័យផ្លូវ125ផ្ទះលេខ25សង្កាត់បុកផលិតខេត្ត7មករាចាឬក៏បងប្អូនអាចតាក់ទងលេខទូរស័ព្ទ07724089899004048កុដ9 3ដង86ខ្ញុំដាក់លេខទូរស័ព្ទនៅខាងលើដូចគ្នាចាបងប្អូនអាចពិនិត្យមើលបានណាហើយខ្ញុំបញ្ជាក់ទៀតសម្រាប់ក្រុមការងាររបស់ខ្ញុំទោះបីបងប្អូនតម្លាក់លេខទូរស័ព្ទនៅក្នុង comment ក៏ដោយក៏ពួកខ្ញុំអត់ឲ្យបុគ្គលិកខទៅឲ្យវេលុយគឺអត់ទេខ្ញុំអត់ដែរមានឲ្យបុគ្គលិកអនុញ្ញាតឲ្យបុគ្គលិកខទៅឲ្យភ្ញៀវវេលុយគឺអត់ទេបងប្អូនត្រូវការកម្មឆាតចូលក្នុង Page ឬក៏ក្នុង Telegram ចាតើខ្ញុំ check មើលជាមួយបងប្អូនសិនថាបងប្អូនយកទៅប្រើជាមួយឧបករណ៍អីប្រើបានមិនបានអញ្ចឹងណាប្រើបានប្រហែលម៉ោងហើយបងប្អូនត្រូវដឹងដែរពីគ្រឿងអេឡិចត្រូនិករបស់យើងថាគ្រឿងអេឡិចត្រូនិករបស់យើងហ្នឹងស៊ីប្រហែលវ៉ាត់ព្រោះមិនមែនន័យថាផៅបុកមួយហ្នឹងប្រើបានទូទៅទាំងអស់គឺអត់ទេដូចអំពូមួយចាអំពូហ្នឹងមិនមែនបានន័យថាមានតែមួយសេរីណាអំពូវាមានច្រើនអញ្ចឹងយើងអ្វីដែលសំខាន់គឺយើងមើលបាតនៅចាហៀងនៅឆ្វេងនៅស្ដាំរបស់វាមានដូចរបស់ខ្ញុំអញ្ចឹងវាមាន sticker បិទនៅខាងក្រោមហើយដូចទាំងហាងនេះវាមាន sticker បិទនៅខាងក្រោមឬក៏បិទនៅខាងក្រោយអញ្ចឹងទៅអញ្ចឹងយើងមើល sticker វាដែលបិទហ្នឹងទៅគឺគេនិយាយពីថាមពលស៊ីភ្លើងរបស់វាស៊ីប្រហែលចាអញ្ចឹងយើងស្រួលថាអូដាក់បានមិនបានខ្ញុំឧទាហរណ៍ងាយយល់ឧទាហរណ៍ថានេះវាចេញបាន300វ៉ាត់ចាចេញបាន300វ៉ាត់ភ្លើងចាប៉ុន្តែឧបករណ៍បត់ប្រើប្រាស់បងប្អូនដូចជាឧទាហរណ៍ថាដូចជា microwave ឬក៏ឆ្នាំងដុតមាន់អីចឹងឆ្នាំងដុតមាន់2000វ៉ាត់ឬក៏1000វ៉ាត់សួរប្រើបានអត់ប្រើបានទេចាអានេះវាច្បាស់ជា100%គឺប្រើបានបងប្អូនត្រូវដឹងថាឧបករណ៍ដែលប្រើជាមួយវាបានគឺ300វ៉ាត់ចុះក្រោមតែ300វ៉ាត់ចុះក្រោមហ្នឹងបានន័យថាបងប្អូនមិនមែនបានន័យថាអានេះចេញបាន300វ៉ាត់អញ្ចឹងដាក់ឧបករណ៍300វ៉ាត់ពេញហ្មងអត់ទេគេដែរប្រើអញ្ចឹងទេអញ្ចឹងវាឆាប់អស់ថ្មចាយើងប្រើបានយូរទេចាថ្មវាឆាប់អស់ចាអញ្ចឹងបានន័យថាអានេះវា300វ៉ាត់អញ្ចឹងយើងប្រើពាក់កណ្ដាលទៅយើងប្រើ150វ៉ាត់ឬក៏200វ៉ាត់អីចឹងទៅណាចាទៅតាមឧបករណ៍ប្រើប្រាស់របស់យើងអញ្ចឹងយើងមើលនៅលើបាតឧបករណ៍របស់ប្រើប្រាស់របស់យើងហ្នឹងវាប្រហែលវ៉ាត់គឺគេមានដាក់អីចាបងប្អូនមើលសិនទៅហើយចាចាំប្រាប់មកខាងក្រុមការងារខ្ញុំវិញមកខាងខ្ញុំបញ្ជាក់ឲ្យថាអូខេប្រើបានមិនបានព្រោះអាវ៉ាន់ខ្លះវាប្រើរេស្តង់ដែរអាវ៉ាន់ខ្លះវាប្រើធម្មតាអញ្ចឹងណាចាដូចឲ្យរបៀបថាម៉ូទ័រម៉ូទ័របូមទឹកអីចឹងម៉ូទ័របូមទឹកជាទូទៅអត់មែន200 300ទេចាម៉ូទ័របូមទឹកយ៉ាងហោចណាស់ក៏6 700វ៉ាត់ដែរទូបំផុត6 700វ៉ាត់ហើយអាខ្លះឡើងដល់1000ជាងមួយសេះអាខ្លះឡើង2សេះអីចឹងទៅចា2000វ៉ាត់1000វ៉ាត់ហើយយកផៅបុក300វ៉ាត់យកទៅប្រើសួរប្រើបានអត់ប្រើបានទេចាប្រើមិនបានទេណាមិនមែនបានន័យថាយើងចង់បានទិញរបស់ថោកយកទៅប្រើជាមួយនឹងអវ៉ាន់ដែលវ៉ាត់ធំអត់វាជារឿងមួយដែលអត់អាចទៅរួចទេណាវាមិនខុសពីមនុស្សយើងដែលគីឡូទូចទៅប្រឹងលើកអង្គ2បាវ3បាវវាខុសពីគីឡូយើងអត់លើករួចអត់លើកអត់រួចទេដួលចាអាហ្នឹងអញ្ចឹងគ្រឿងប្រើប្រាស់ក៏ដូចគ្នាណាឧទាហរណ៍ងាយយល់ហ្មងចាអត់ពិបាកយល់ទេអញ្ចឹងមិនថាបងបរោះបងនារីទេគឺរឿងហ្នឹងគឺងាយស្រួលក្នុងការគិតទេអត់ប៉ាអីសំខាន់បងប្អូនប្រើអត់ច្បាស់ត្រង់ណាបងថតបាតឧបករណ៍ប្រើប្រាស់បងទៅហើយឆាតចូលក្នុង Page ទៅក្រុមការងារយើងនឹងប្រាប់បងឲ្យថាតើប្រើបានមិនបានអញ្ចឹងណាបងចាដើម្បីជៀសវាងកុំឲ្យបងប្អូនទិញទៅខុសចាចោលលុយចាប៉ុន្តែមុននឹងពួកខ្ញុំលក់ក៏ខ្ញុំលក់ដោយក្រមសីលធម៌ដែរបើន័យថាតើខ្ញុំដឹងពីអវ៉ាន់របស់ភ្ញៀវដែរថាគាត់យកទៅប្រើមួយគេប្រើបានអត់ប្រើប្រហែលបាន1ម៉ោងគឺខ្ញុំប្រាប់គាត់ទៅតាមនឹងហើយបើគាត់ទទួលយកបានអូខេនឹងគាត់ប្រើចាព្រោះអានេះភាគច្រើនជាងលក់ដាច់សម្រាប់អ្នកដែលគាត់លក្ខណៈគាត់មានកូនតូចៗឬក៏គ្នាគាត់ម្នាក់ពីរនាក់អញ្ចឹងទៅគាត់ត្រូវការដើរលេងអីចឹងគាត់ដាក់កំពូតង្ហើសម្រាប់ដាក់នៅតាមគ្រប់ឡានអីចឹងទៅណាចាព្រោះនេះគឺត្រូវតែមានគួរតែមានហ្មងហើយអ្នកខ្លះទៅគាត់ត្រូវការធ្វើ laptop ដូចជា assignment ផ្សាយអីចឹងទៅឬក៏ការងារគាត់តាក់ទងមួយនឹង laptop អីគាត់មានអានេះមួយស្រួលចាដាក់តែក្នុងឡានចោលគាត់ធ្វើការអីធ្វើទៅចាស្រួលមួយយ៉ាងហើយតម្លៃវាធូរសមរម្យ$150មានអវ៉ាន់ណាមិនថៃបោកខ្ញុំជែកហើយចាហើយមុននឹងអ្នកណាចូលមក comment ក្នុង Page ខ្ញុំមើល Page ខ្ញុំឲ្យច្បាស់សិនណាមុននឹង comment ណាព្រោះខ្ញុំអត់ដូចមុនទេបើមុនអាចនឹងថា slow ចាតែឥឡូវអត់ទេព្រោះហេតុអីពេលខ្លះ1ម៉ៅដែរចាអញ្ចឹង
យើងហាងយើងប្រប៉ុណ្ណានៃដែរចាហើយអាចោយកវីដេអូយើងយកទៅផុសទៅជា page វាហ្នឹងគឺ page គិតថា page គេអ្នកលក់ត្រឹមត្រូវវិញទៅអា page ឯងលក់តម្លៃថ្លៃថា page ឯងបោកអាពេលអញ្ចឹងអត់ដឹងថាម៉េចមនុស្សចាពេលអញ្ចឹងមិនហាមមុននឹងចោតគេឬក៏ថាអីមួយអញ្ចឹងគឺបងប្អូនត្រូវពិចារណាហើយមុននឹងចូល comment ក្នុង page គេក៏ដោយមិនមែនបានន័យថា page សម្រាប់គេផុសវីដេអូផុសរូបភាពយើងមានសិទ្ធិសេរីភាពក្នុងការ comment នៅក្នុងរូបភាពវីដេអូរបស់គេសេរីតាមតែចិត្តសាច់តែក្បាលវ៉ាល់យើងគឺអត់អាចទេណាអត់អាចទេចាទោះបើសិនជាបងប្អូនចង់ comment ឬក៏អីចឹងបងប្អូនត្រូវពិចារណាហើយគិតពីក្រមសីលធម៌គិតពីសុជីវធម៌ក្នុងខ្លួនរបស់យើងតែយើងមានប៉ុណ្ណាបើយើងគិតត្រឡប់ទៅវិញថាបើសិនជាក្នុងករណីដែលយើង comment ទៅសាប់ប៉ះចំហាងគេជាហាងដែលគេលក់ត្រឹមត្រូវមែនពិតប្រាកដមែនសួរថាមិនដែរគេម្ចាស់ហ្នឹងគេមានអារម្មណ៍មិនអញ្ចឹងណាហើយឬក៏យើងចង់ខ្លួនយើងមានអារម្មណ៍មិនចាខ្ញុំយល់ថាអារម្មណ៍បងប្អូនថាពេលដែលបងប្អូនចាច់បោកចោលហ្នឹងបងប្អូនមានអារម្មណ៍ថាមួម៉ៅក្តៅក្រហាយតែកំឡុងពេលដែលយើងមួម៉ៅក្តៅក្រហាយយើងត្រូវចារណាសិនថាហេតុអីយើងងាយនឹងឲ្យគេបោកដោយសារហេតុអីដោយសារតែយើងចង់បានតម្លៃថោកពេកដោយសារយើងងាយនឹងឲ្យគេបោកឬក៏មិនចាព្រោះបើសិនជាបងប្អូនដែលគាត់មានការគិតពិចារណាធំត្រូវគេប្រឌិតមើលទាំងអស់ page ហ្នឹងមិនមានទីតាំងអត់ចាមានម៉ោងធ្វើការខទៅលើកអត់ខទៅចូលអត់ខ5ដង6ដងទៅចូលអត់ចាលេខទូរស័ព្ទដដែលមែនចាលេខទូរស័ព្ទគេមានប្រមាណប្រព័ន្ធហ្នឹងដដែលមែនចាមិនមែនបានន័យថាមួយខ្សែពីរមួយខ្សែខទៅលើកខទៅដូរលេខគ្រប់លេខចាឆាតទៅលេខនេះឆាតទៅលេខនោះអត់ទេណាបងប្អូនចាហើយសំខាន់គឺខ្ញុំមានទីតាំងសម្រាប់ឲ្យបងប្អូនមកមើលបានទេបងហើយបងប្អូនខ្លះគាត់ថាគាត់នៅខេត្តបងប្អូនឲ្យបងប្អូនមកភ័ក្រមកទិញបានណាមកដល់ទិញបានហើយបើមិនទាន់ទុកចិត្តតាមដានសិនចាតាមដានមួយឆ្នាំ2ឆ្នាំសិនចាតាមដានសិនថាពេកហ្នឹងមិនវិញចាហើយមួយទៀតស្រួលបងប្អូនពេកបោមិនបោបងប្អូនវាយតែឈ្មោះមកអូម៉ាថាពេកខ្ញុំចឹងម៉ាស៊ីនភ្លើងវាយតែពេកម៉ាស៊ីនភ្លើងចឹងមកឬក៏ power box ឬក៏អីមួយចឹងមកធម្មតាពេកបោក៏គេមានគេថេកគេថាពេកអានេះបោពេកអានោះបោតែអាហ្នឹងក៏វាអាចនឹងធ្វើប្រហែលខ្លះដែរសំខាន់យើងមើលតែអាស័យដ្ឋានបើមានពេលបងប្អូនឡើងមកហាងហ្មងស្រួលចាឡើងមកហាងហ្មងទៅណាតែបើបងប្អូនធ្លាប់ជីវវ័ននៅខាងខ្ញុំគឺគាត់ស្គាល់ហើយពីហាងខ្ញុំអ្នកខ្លះមកតែម្ដងលេងមកហើយព្រោះហេតុអីគាត់ធ្លាប់ស្គាល់អញ្ចឹងគាត់ឲ្យតែត្រូវការកំងអីគាត់ដាក់ទៅតាមនេះទេតាក់ស៊ីឬក៏តាមវិរៈបន្ថែមទៅអញ្ចឹងទៅចាគាត់វេលុយមកហើយអាវ៉ាន់ពួកខ្ញុំតើខ្ញុំទទួលលុយបានណាបាទខ្ញុំដាក់ទៅខ្ញុំបញ្ជាក់ឲ្យតម្លៃ$150ហើយអាវ៉ាន់ខ្ញុំអត់មាន50-60រៀលគឺអត់ដែរមានទេចាថោកបំផុតស្អុយបំផុតគឺ$100អត់មានតម្លៃប្រហោបបុកឯណា2000វ៉ាត់តម្លៃ50រៀល60រៀលគឺអត់អាចមានទេណាខ្ញុំបញ្ជាក់ឲ្យចាអញ្ចឹងបងប្អូនពិនិត្យមើលភាសាទៀតណាអញ្ចឹងពេកខ្ញុំអត់លក់ថោកទេខ្ញុំលក់ក្នុងតម្លៃមួយដែលខ្ញុំអាចលក់ឲ្យសមស្របជាមួយនឹងតម្លៃអវ៉ាន់របស់ខ្ញុំឲ្យសមស្របនឹងគុណភាពអវ៉ាន់របស់ខ្ញុំអញ្ចឹងណាចាអញ្ចឹងសម្រាប់បងប្អូនណាត្រូវការកំងចាឆាតចូលទៅក្នុងពេកទៅចាអូខេអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្្នឹងសិនណា